ជំរាបសួរក៏ដូចជាសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាបងប្អូនក្តៅទៀតហើយណាឥឡូវនេះប្រទេសថៃកំពុងតែដាក់ការតាមដានទៅលើសកម្មភាពយោធាកម្ពុជាយ៉ាងដិតដល់ខ្លាំងមែនទែននោះក៏ដោយសារតែខាងប្រទេសថៃមានការព្រួយបារម្ភខ្លាំងណាស់ចំពោះកម្ពុជាខ្លាចកម្ពុជាប្រើប្រាស់នៅអាវុធធនធ្ងន់ដែលមានឈ្មោះថា PHL-03 យកទៅដំឡើងតាមបណ្ដាព្រំដែនបាញ់ធ្លាយទៅដល់ទីក្រុងបាងកកឥឡូវនេះប្រទេសថៃកំពុងតែតាមដានខ្លាំងមែនទែនរាល់សកម្មភាពយោធាកម្ពុជាខ្លាចយោធាកម្ពុជានេះដឹកជញ្ជូនសម្ភារវុធធនធ្ងន់មួយនឹងយកទៅដាក់តាមបណ្ដាព្រំដែននេះបើយោងទៅតាមណាឧត្តមសេនីយ៍តូដែលមានឈ្មោះថាវិនឆៃបាននិយាយក្នុងកិច្ចសភាក្នុងសារព័ត៌មានមួយកន្លែងអញ្ចឹងតោះមុននឹងចូលទៅដល់ព័ត៌មានលម្អិតថាតើអពៈមួយនឹងបាននិយាយអ្វីខ្លះក្នុងបទសម្ភាសន៍មួយនឹងហើយថាតើកម្ពុជាបានដឹកជញ្ជូនអាវុធ PHL-03 តាមអ្វីដែលគេបាននិយាយដែរឬអត់អញ្ចឹងមុននឹងចូលទៅដល់វីដេអូលម្អិតបងប្អូនកុំភ្លេចចុច like subscribe ជាពិសេស comment ម្នាក់មួយផងបាទតោះឥឡូវនេះយើងចូលទៅដល់ព័ត៌មានលម្អិតទាំងអស់គ្នាតែម្ដងទៅដោយដើមវីដេអូរបស់យើងមកបងប្អូនប្រហែលជាបានដឹងបានឃើញហើយថាមករយៈក្រោយនេះគឺកម្ពុជាយើងមានចំនួនសង្គ្រាមជាមួយពួកអាស៊ានដោយពួកអាស៊ាននេះបានឈ្លានពាននៅទឹកដីកម្ពុជារហូតទៅដល់2ដងដែលបណ្ដាឲ្យមានសង្គ្រាមនេះរហូតទៅដល់2លើកអញ្ចឹងក្នុងកំឡុងពេលមានសង្គ្រាម2លើកហ្នឹងបងប្អូនប្រហែលជាបានឃើញហើយថាពួកអាណែវហ្នឹងវាបានប្រើប្រាស់នៅអាវុធជាច្រើនខ្លាំងមែនទែនមានទាំងយន្តហោះ F16មានទាំងអាវុធធនធ្ងន់ដែលបាញ់បានចម្ងាយឆ្ងាយមានទាំងអាវុធធនធ្ងន់ដែលមានឈ្មោះថា DTI-2 ក៏ដូចជាមានអាវុធដែលបាញ់បានចម្ងាយឆ្ងាយផ្សេងជាច្រើនទៀតផងដែរក្នុងនោះអ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងមែនទែនគឺខាងកម្ពុជាយើងនេះបងប្អូនក្នុងកំឡុងពេលមានសង្គ្រាម2ដងហ្នឹងកម្ពុជាបានប្រើប្រាស់នៅអាវុធធនធ្ងន់តែមួយប្រភេទតែប៉ុណ្ណោះពោលគឺអាវុធ BM21 ប៉ុន្តែកម្ពុជានេះមិនបានបញ្ចេញនិងប្រើប្រាស់អាវុធដែលមានឈ្មោះថា PHL-03 ក៏ដូចជាអាវុធផ្សេងទៀតនោះទេរឿងហេតុដូច្នេះហើយនេះធ្វើឲ្យខាងពួកអាណែវនេះបងប្អូនមានការឆ្ងល់ខ្លាំងមែនទែនក៏ដូចជាមានការព្រួយបារម្ភខ្លាំងណាស់មកកាន់កម្ពុជាខ្លាចថាកម្ពុជាអត់ទាន់ប្រើក៏ដោយសារតែអត់ទាន់មានឱកាសឬមួយក៏កម្ពុជាប្រើនៅពេលណាមួយដែលខាងថៃនេះកំពុងតែមានភាពទន់ខ្សោយធ្វើឲ្យខាងថៃនោះមានការព្រួយបារម្ភខ្លាំងមែនទែនរហូតមកដល់ពេលបច្ចុប្បន្នហ្នឹងរហូតមកដល់ពេលបច្ចុប្បន្នទោះជាមានបទឈប់បាញ់ក៏ពិតមែនក៏ខាងពួកអាណែវនេះមានការព្រួយបារម្ភមកកាន់កម្ពុជាដែររហូតមកដល់ថ្ងៃទី28 ខែកុម្ភៈឆ្នាំ2026យើងនេះបងប្អូនណាឧត្តមសេនីយ៍តូវិនឆៃដែលជាឧត្តមសេនីយ៍តូក្នុងប្រទេសថៃតែម្ដងគឺគេបាននិយាយថាគឺគេកំពុងតែដាក់ការតាមដានមកកាន់កម្ពុជាយើងនឹងយ៉ាងដិតដល់ខ្លាំងមែនទែនណារហូតមកដល់ពេលឥឡូវនេះកងទ័ពថៃក៏មិនទាន់បានឃើញការផ្លាស់ទីប្រព័ន្ធរ៉ុកែតដែលមានឈ្មោះថា PHL-03 ដែលជាប្រព័ន្ធរ៉ុកែតដែលបាញ់បានចម្ងាយឆ្ងាយរហូតដល់150គីឡូទៅ200គីឡូហើយឥឡូវនេះគឺខាងថៃអ្នកគេកំពុងតែដាក់ការតាមដានមកកាន់កម្ពុជាខ្លាំងមែនទែនតាមបណ្ដាព្រំដែនហ្នឹងគឺគេកំពុងតែសង្កេតយ៉ាងល្អិតល្អន់ខ្លាំងណាស់ហើយក្នុងកិច្ចសម្ភាសន៍មួយហ្នឹងបងប្អូនណាលោកវិនឆៃហ្នឹងគឺគេដាក់ការគម្រាមមកកាន់កម្ពុជាយើងទៀតថាអញ្ចេះបើសិនជាកម្ពុជានេះហ៊ានតែប្រើប្រាស់នៅអាវុធដែលមានឈ្មោះថា PHL-03 បាញ់មកលើប្រទេសថៃនេះពលគឺកម្ពុជានឹងទទួលរងការខាត់បងធ្ងន់ខ្លាំងតែម្ដងក៏ដោយសារតែខាងថៃនោះគេនឹងឈ្លានពាននឹងទម្លាក់គ្រាប់ក៏ដូចជានឹងបង្កសង្គ្រាមចូលកាន់តែជ្រៅមកកាន់ទឹកដីកម្ពុជានេះគឺជាការពមៀនខាងគេមកកាន់កម្ពុជាបងប្អូនហើយគេបាននិយាយបន្តទៀតថាឥឡូវនេះគឺខាងគេនេះអត់ទាន់បានឃើញការផ្លាស់ទី PHL-03 របស់កម្ពុជានោះទេប៉ុន្តែគេនៅតែតាមដានយ៉ាងដិតដល់ចំពោះស្ថានភាព
រឿងមួយនេះបងប្អូនខ្ញុំចង់ប្រាប់បងប្អូនវិញថាអញ្ចេះឲ្យវាតាមដានតតែងាប់ទៀតក៏វាតាមដានមិនដឹងដែរឲ្យវាតាមដានទល់តែវាដល់ចាស់ទៀតក៏វាតាមដាននៅអាវុធ PHL 03នឹងដឹងដែរនោះក៏ដោយសារអីសូម្បីតែខ្ញុំនេះអ្នកតាមដានរឿងនយោបាយចិត្តដិតសូម្បីតែប្រជាជនខ្មែរនេះក៏មិនដឹងថា PHL 03កម្ពុជានឹងបានបញ្ចេញហើយឬនៅឬមួយក៏ស្ថិតនៅកន្លែងណាក៏ប្រជាជនខ្មែរយើងអត់ទាន់ដឹងដែរចោះតម្រាំពួកវាអ្នកនៅក្រៅនេះពួកវានៅតាមបណ្ដាព្រំដែនក៏ដូចជាអ្នកនៅប្រទេសផ្សេងអ្នកសួរថាវាដឹងអត់ពលគឺវាមិនអាចដឹងនោះទេបងប្អូនណាត្រង់ចំណុចមួយនឹងហើយបងប្អូនដែលខាងថៃនៅតែមានការព្រួយបារម្ភមកកាន់កម្ពុជាអញ្ចឹងត្រង់ចំណុចនេះខ្ញុំបាទសូមបញ្ជាក់ប្រាប់បងប្អូនបន្តិចថាចេះការធ្វើសង្គ្រាមវាខុសពីការលេងបៀណាការណាដែលយើងចោលសិលឹកបៀអស់យើងឈ្នះមែនទេបងប្អូនប៉ុន្តែការធ្វើសង្គ្រាមបងប្អូនគឺសំខាន់បំផុតទី1អ្នកដែលតស៊ូនៅទឹកចុងក្រោយទី2ការលាក់អាវុធណាបងប្អូនការលាក់អាវុធនឹងក៏ជាចំណុចមួយដែរមានបងប្អូនខ្លះតែងតែដាក់ចម្ងល់សួរថាចោះអាវុធ PHL 03នឹងមិនទុកការពារផ្ទះរាជរដ្ឋាភិបាលឬមួយក៏សំណាញ់មេឃនឹងទុកតែការពារផ្ទះរាជរដ្ឋាភិបាលទេឬប៉ុន្តែខ្ញុំចង់ប្រាប់បងប្អូនថាអញ្ចេះណាបងប្អូនប៉ុន្តែខ្ញុំសូមឧទាហរណ៍ប្រាប់បងប្អូនឲ្យងាយយល់ថាអញ្ចេះឧទាហរណ៍ថាសំណាញ់មេឃក្នុងមួយគ្រាប់មានតម្លៃ$20000ហើយបងប្អូននេះយកសំណាញ់មេឃនឹងទៅបាញ់គ្រាប់ដែលមានតម្លៃត្រឹមតែ$500តើបងប្អូនចំណេញអត់ឬមួយក៏ខាតបងប្អូនគិតត្រង់ចំណុចមួយនឹងទៅហើយមួយទៀត PHL ដែលកម្ពុជាមិនទាន់ប្រើនេះគឺគេមានមូលហេតុបងប្អូនមូលហេតុក៏ដោយសារតែខ្ញុំលើកឧទាហរណ៍មិញនឹងចឹង PHL 03នេះមានកម្លាំងអធិស្ឋានមានតម្លៃរាប់ម៉ឺន$ហើយទៅបាញ់ប្រទាយមួយដែលមានតម្លៃត្រឹមតែ$1000សួរថាចំណេញអត់ហើយបងប្អូនមានចម្ងល់ខ្លះសួរទៀតសួរថាហើយចោះហេតុអីមិនទុកឲ្យកងទ័ពយើងពាក់លីអញ្ចឹងមែនខ្ញុំចង់ប្រាប់បងប្អូនថាអញ្ចេះការធ្វើសង្គ្រាមបងប្អូនសង្គ្រាមមួយណាដែលថាមិនពាក់លីសង្គ្រាមមួយណាដែលថាទៅហ៊ានមិនរងរបួសបងប្អូនគិតមើលទៅបងប្អូនត្រូវយល់ត្រង់ចំណុចមួយហ្នឹងលេងបៀក៏តែងតែមានអ្នកឈ្នះមានអ្នកចាញ់ធ្វើសង្គ្រាមក៏មានអ្នកឈ្នះមានអ្នកចាញ់មានអ្នករងរបួសហើយក៏មានអ្នកពាក់លីដែរហើយសួរថាពាក់លីហ្នឹងពាក់លីតែហ៊ានយើងឬអត់ទេខាងគេក៏ពាក់លីដែរបងប្អូនខាងគេក៏ពាក់លីដូចគ្នាអញ្ចឹងបងប្អូនត្រូវតែយល់ត្រង់ចំណុចមួយហ្នឹងបងប្អូនកុំមានការដាក់បន្ទុកទៅលើរាជរដ្ឋាភិបាលរបស់យើងអីនៅត្រង់ចំណុចមួយនេះខ្ញុំឃើញមានបងប្អូនយើងច្រើនខ្លាំងមែនទែនដែលដាក់បន្ទុកទៅលើរាជរដ្ឋាភិបាលរបស់យើងចំពោះរឿងមួយហ្នឹងថាហេតុអីបានជាមិនប្រើប្រាស់នៅអាវុធ PHL 03ហ្នឹងទៅអញ្ចឹងចម្លើយនេះគ្រាន់តែជាការបកស្រាយខ្លីៗដើម្បីឲ្យបងប្អូនបានយល់តែប៉ុណ្ណោះប៉ុន្តែវាមានការបកស្រាយផ្សេងទៀតវាមានហេតុផលផ្សេងទៀតដែរយោធារបស់យើងនេះមិនបានប្រើប្រាស់នៅអាវុធ PHL 03អញ្ចឹងខ្ញុំសង្ឃឹមថាបងប្អូននឹងយោគយល់នឹងយោគយល់ត្រង់ចំណុចមួយហ្នឹងណាបងប្អូនតោះឥឡូវនេះយើងចូលមកដល់ស្ថានភាពតាមបណ្ដាព្រំដែនទាំងអស់គ្នាដោយស្ថានភាពតាមបណ្ដាព្រំដែននៅថ្ងៃទី1ខែ3ឆ្នាំ2026យើងនេះគិតត្រឹមពេលវេលាម៉ោង5ព្រឹករហូតមកដល់ម៉ោង10យប់ឥឡូវនេះបងប្អូនគឺកងទ័ពរបស់យើងអត់មានការប៉ះទង្គិចអាវុធជាមួយកងទ័ពពួកអាចោរសៀមនោះទេប៉ុន្តែបងប្អូនណាស្ថានភាពតាមបណ្ដាព្រំដែនអត់ល្អនោះទេក៏ដោយសារតែពួកអាសៀមនេះវានៅតែឈូសឆាយវានៅតែយកអត្រាខ្វាវានៅតែយកឡានមកដឹកវានៅយកតែបុលយកមកឈូសឆាយបន្ថែមទៀតនៅកន្លែងខ្លះទៀតវានៅតែដាក់បលាលួសកន្លែងខ្លះទៀតវានៅតែចាក់សាបចាក់តែដូចជាតំបន់ប្រាសាទព្រះវិហារបងប្អូនត្រូវបានពួកអាសៀមនេះវាបានចាក់សាបបេតុងចិត្តមកដល់តំបន់ប្រាសាទព្រះវិហាររបស់យើងហើយប៉ុន្តែត្រូវកងទ័ពរបស់យើងនេះរាំងស្កាត់មិនឲ្យវានឹងចាក់បេតុងចាក់សាបចូលមកក្នុងដីកម្ពុជាយើងបន្ថែមទៀតនោះទេបងប្អូនអញ្ចឹងដូចខ្ញុំបានប្រាប់បងប្អូនម្ដងហើយម្ដងទៀតថាសូមបងប្អូនត្រៀមខ្លួនឲ្យហើយទៅមានការប្រុងប្រយ័ត្នឲ្យហើយទៅហើយមួយទៀតរាល់សកម្មភាពការជំលះទ័ពការដឹកសម្ពាវុធក៏ដូចជាការនិយាយរួមទៅអ្វីក៏ដោយឲ្យតែតាក់ទងទៅនឹងរឿងយោធា
បងប្អូនសូមកុំមានការថតបង្ហោះដោយសារតែខាងពូអាស៊ាមនោះគឺគេកំពុងតែតាមដានយ៉ាងដិតដល់ខ្លាំងមែនទែនចំពោះកម្ពុជាយើងនឹងតែម្ដងថាតើសកម្មភាពយោធារបស់យើងនេះមានសកម្មភាពអីខ្លះគឺវាដឹងដំណឹងទាំងអស់ហ្នឹងគឺវាកើតចេញអំពីប្រជាជនខ្មែរយើងថតបង្ហោះនឹងឯងបងប្អូនណាថតបង្ហោះនឹងឯងទើបវាដឹងបើឲ្យវាដឹងស្រួសតាមផ្កាយរណបតាម drone តាមអីគឺវាមិនអាចនោះទេប៉ុន្តែវាដឹងតាមរយៈបងប្អូនថតបង្ហោះនឹងឯងអញ្ចឹងបញ្ជាក់បងប្អូនថាកុំមានការថតបង្ហោះនៅលើបណ្ដាញសង្គមឲ្យសោះបើសិនជាបងប្អូនថតបង្ហោះប្រៀបដូចជាបងប្អូននេះឲ្យខាងគេដឹងអំពីសម្ពាវុធដឹងអំពីការចម្លៀសតបរបស់កម្ពុជាយើងអញ្ចឹងហ្នឹងហើយបងប្អូនខ្ញុំបាទមានតែប៉ុណ្្នេះទេជាចុងក្រោយខ្ញុំបាទខន្តីអធិស្ឋានរាល់ពាក្យសម្ដីដែលខ្ញុំបាទបាននិយាយទៅក្រែងលោមានការលឺលួសខ្វះខាតត្រង់ចំណុចណាសូមបងប្អូនខន្តីអធិស្ឋានពីសំណាក់ខ្ញុំបាទ Story BK សូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយៗទៀតអរគុណបាយបាយ